ថ្នោត5ដើមជំរាបសួរថ្ងៃនេះខ្ញុំមកបកស្រាយអំពីការវិវត្តនៃជំងឺកាពះពោះវៀននៅពេលដែលយើងមានបញ្ហាជំងឺកាពះពោះវៀនតើវាវិវត្តទៅរកបញ្ហាអីខ្លះនៅពេលដែលយើងព្យាបាលអត់ជាព្យាបាលមិនត្រឹមត្រូវហើយកាន់តែអូសបន្លាយពេលយូរអញ្ចឹងណាបងប្អូនបាទជាទូទៅនៅពេលដែលយើងមានការរលាកកាពះការរលាកពោះវៀនរ៉ាំរ៉ៃយូរឆ្នាំការវិវត្តរបស់វាជាទូទៅប្រសិនបើយើងរលាកកាពះពោះវៀនក្នុងលក្ខខណ្ឌរោគសញ្ញាដែលយើងឧស្សាហ៍ទល់លាមកដែលយើងឧស្សាហ៍ហើមពោះទល់ខ្យល់អីចឹងជាទូទៅបញ្ហារបស់វាគឺច្រើនតែវិវត្តទៅរកកើតជំងឺឬដងបាតអាការៈបែបហ្នឹងណាបងប្អូនបាទកើតជំងឺឬដងបាតអាហ្នឹងការវិវត្តទី1ហើយការវិវត្តទី2ជាទូទៅនៅពេលដែលបងប្អូនចេះតែធ្វើបងប្អូនធ្វើមកក្តៅកក្តៅអីចឹងទៅឧស្សាហ៍មានស្លេះអីចឹងទៅហើយបងប្អូនគេអត់សូវស្កប់អីចឹងទៅយូរការវិវត្តរបស់វាគឺកើតទៅជាជំងឺមួយគេហៅជំងឺ stress បាទជំងឺ stress ហ្នឹងធ្ងន់ធ្ងរបងប្អូនណាបាទហ្នឹងហើយហ្នឹងជាការវិវត្តរបស់វាពីព្រោះវាចេះតែធ្វើឲ្យយើងគេងអត់លូគេងអត់ស្កប់ពីព្រោះថារាងកាយរបស់យើងហ្នឹងវាត្រូវការពេលវេលានៃការសម្រាកគ្រប់គ្រាន់តាមលក្ខខណ្ឌចឹងនៅពេលដែលវាអត់បានសម្រាកគ្រប់គ្រាន់បញ្ហាហ្នឹងកើតឡើងប៉ះពាល់ដល់ប្រព័ន្ធខួរក្បាលរបស់យើងគឺ stress គឺធ្វើឲ្យយើងពិបាកក្នុងការគេងហើយតើកាលណាពិបាកក្នុងការគេង stress ហើយពេលខ្លះអាចឡើងគីឡូទៀតបងប្អូនណាបាទនឹងអាហ្នឹងជាការវិវត្តរបស់វាវិវត្តហ្នឹងគឺអត់ល្អទេបងប្អូនហើយមួយទៀតនៅពេលដែលយើងចេះតែឈឺបញ្ហាកាពះរ៉ាំរ៉ៃយូរទៅយើងវិវត្តទៅរក stress វិវត្តតទៅទៀតគឺវិវត្តទៅធ្វើឲ្យបេះដូងយើងចុះខ្សោយមានពេលខ្លះយើងគេងអត់ស្កប់ហើយភ័យខ្លាចយើងគេងអត់ស្កប់ហើយភ័យខ្លាចហើយបែកញើសបែកញើសថ្ងាសបែកញើសបាត់ដៃរហូតដល់វិវត្តទៅរកជំងឺខ្សោយបេះដូងមួយទៀតអានឹងគឺជាបញ្ហានៃការវិវត្តរបស់ជំងឺកាពះពោះវៀនបងប្អូនណាបាទហ្នឹងហើយពេលខ្លះទៅយើងគិតថាជំងឺទួចសាមញ្ញមិនសូវជាយកចិត្តទុកដាក់ទេប៉ុន្តែអាចវិវត្តទៅរកបញ្ហាធំខ្ញុំជម្រាបជូនបងប្អូននេះមិនមែនបំភ័យបងប្អូនទេប៉ុន្តែជម្រាបជូនបងប្អូនឲ្យដឹងថាជំងឺតិចតួចក៏ដោយឆាប់ទប់ស្កាត់ឆាប់ការពារឆាប់ព្យាបាលវាឲ្យជាបាទហើយព្យាបាលយើងរកអ្នកជំនាញត្រឹមត្រូវបានព្យាបាលបងប្អូនទៅមានប្រសិទ្ធភាពមានគុណភាពបងប្អូនណាបាទហើយប៉ះសិនបើបងប្អូនមានបញ្ហាទាំងអស់ហ្នឹងហើយចង់ព្យាបាលឲ្យជាសះស្បើយបងប្អូនអាចទំនាក់ទំនងមកថ្នោត5ដើមយើងខ្ញុំបានថ្នោត5ដើមយើងខ្ញុំមានថ្នាំប្រភេទដបទឹកដែលខ្ញុំចម្រាញ់មកមានលាយទឹកឃ្មុំ 5% អត់មានជាតិស្រាទេហើយបងប្អូនព្យាបាលទៅនឹងជាសះស្បើយ 100% អានេះសម្រាប់បងប្អូនដែលរវល់ការងារប៉ុន្តែបើសិនបើបងប្អូនមួយចំនួនដែលខ្ញុំបញ្ជាក់តម្លៃបន្តិចអានេះតម្លៃតែ 70000 រៀលទេបងប្អូនប្រើបាន20ថ្ងៃញ៉ាំម្ដង2គម្របហ្នឹងមួយថ្ងៃ3ដង6គម្របក្នុងមួយថ្ងៃអញ្ចឹងណានឹងវិធីប្រើណាបាទហើយមួយទៀតបើសិនបើបងប្អូនមានពេលច្រើននៅផ្ទះអីបងប្អូនអាចប្រើជាប្រភេទថ្នាំដាំទឹកហូបនេះក៏បានដែរនេះថ្នាំដាំទឹកហូបអញ្ចឹងបងប្អូនអាចប្រើថ្នាំដាំទឹកហូបនេះបានបងប្អូននៅផ្ទះយើងហូបដូចជាតែអីចឹងណាបងប្អូនបានហ្នឹងហើយអញ្ចឹងក្នុងមួយកញ្ចប់វាយើងអាចស្ងោរបានទឹក3លីត្រស្ងោរបាន4ថ្ងៃសាបជាតិយើងបដូរចេញអញ្ចឹងមកប្រអប់វាហ្នឹងអាចប្រើបាន20ថ្ងៃអញ្ចឹងណាបងប្អូនបាទយើងញ៉ាំធម្មតាអត់កំណត់ចំនួនទឹកទេអត់កំណត់ចំនួនទឹកទេបងប្អូនចង់ញ៉ាំប៉ុណ្ណាញ៉ាំប៉ុណ្ណឹងបាទជាជាងយើងញ៉ាំទឹកធម្មតាយើងញ៉ាំថ្នាំទៅវាជួយព្យាបាលយើងដែរបងប្អូនណាបាទអញ្ចឹងអ្វីដែលខ្ញុំចង់ជម្រាបជូនថ្ងៃហ្នឹងគឺប៉ុណ្ណឹងបងប្អូនណាបាទសូមអរគុណសូមជម្រាបលាបងប្អូន